នាងបានបញ្ជាក់ប្រាប់ស្ត្រីនោះថាខ្ញុំបានផ្ញើអីវ៉ាន់និងវិក័យប័ណ្ណជូនបងរួចរាល់ហើយឆ្លៀតពេលទំនេរបងជួយយកលុយទៅវេរឲ្យប្អូនផងឬបាញ់តាមកុងក៏បានចាស់អូនដោយសារឥឡូវបងកំពុងតែរវល់ចាំបងទំនេរចាំបងយកទៅដាក់ឲ្យនាងទុកចិត្តស្ត្រីនោះជាខ្លាំងមិនទាន់គិតអីច្រើនទេលុះរំលងទៅមួយថ្ងៃនាងក៏ឆាតទៅស្ត្រីនោះបញ្ជាក់សួស្ដីបងថាបាញ់លុយឲ្យប្អូនតែអត់ទាន់ឃើញចូលកុងទេបងនាងចាំឆាតមួយសន្ទុះតែអត់ឃើញតបមកវិញទេនាងក៏ឆាតទៅបញ្ជាក់បន្ថែមបងមានបញ្ហាអ្វីអាចប្រាប់ប្អូនបានប្អូនទុកពេលឲ្យបងតែបងកុំស្ងាត់បែបហ្នឹងស្ត្រីនោះក៏តបមកវិញហើយនិយាយថាដោយសាររវល់ពេកបងមិនបានចូលមើលឆាតកុំភ័យអូនបងគង់តែបាញ់លុយឲ្យទេបងប្អូនអត់បានភ័យទេគ្រាន់តែចង់បញ្ជាក់ប្រាប់បងខ្លាចបងភ្លេចស្ត្រីនោះចូលមើលហើយប៉ុន្តែក៏លែងតបរំលងទៅបាន3ថ្ងៃនៅតែមិនឃើញលុយចូលកុងធនាគារ PR មានការឆ្ងល់ជាខ្លាំងនាងក៏បានចូលឆែកក្នុងអេបដឹកជញ្ជូនក្នុងចិត្តគិតថាបើគេនៅតែមិនបាញ់លុយឲ្យទៀតនាងបំរុងនឹងត្រឡប់អីវ៉ាន់មកហាងវិញប៉ុន្តែជាអកុសលអីវ៉ាន់ត្រូវបានដករួចហើយនាងក៏យល់ថាយាយប៉ែកនឹងបោកទេដឹងមានពេលទៅយកអីវ៉ាន់ប៉ុន្តែអត់មានពេលបាញ់លុយនាងក៏ឆាតទៅម្ដងទៀតសួស្ដីបងអីវ៉ាន់បងបានដករួចហើយសូមមេត្តាផ្ញើលុយឲ្យប្អូនផងបងចាស់អូនដោយសារតែបងត្រូវមកស្រុកព្រោះឪពុកក្មេកបងស្លាប់ហើយនៅខាងបងក៏អត់មានសេវាទេណាមួយកន្លែងផ្ញើលុយក៏នៅឆ្ងាយទៀតបងអត់ទាន់មានពេលទំនេរបានទៅដាក់ឲ្យទេចាំពេលបងត្រឡប់ទៅធ្វើការវិញចាំបងដាក់ឲ្យ PR ចាប់ផ្ដើមឆ្ងល់បន្តិចប៉ុន្តែនាងនៅចង់ដឹងថាស្ត្រីនោះចង់ធ្វើយ៉ាងម៉េចបន្តទៀតលុះរំលងទៅបាន10ថ្ងៃដល់ថ្ងៃកំណត់ដែលស្ត្រីនោះត្រឡប់មកធ្វើការវិញនាងក៏ឆាតទៅសួរស្ត្រីនោះសួស្ដីបងថាពេលត្រឡប់មកធ្វើការវិញផ្ញើលុយថ្លៃវ៉ាន់ឲ្យឥឡូវបងមកវិញហើយតែអត់ទាន់ឃើញផ្ញើឲ្យទៀតយ៉ាងម៉េចវិញបងចាស់អធ្យាស្រ័យផងអូនដោយសារពេលបងត្រឡប់មកវិញបងឈឺទើបតែញើបពីគ្រែរួចទេឯការងារក៏ត្រូវគេបញ្ឈប់ព្រោះឈប់ច្រើនថ្ងៃពេកហើយប្តីបងក៏ត្រូវគេបញ្ឈប់ទៀតព្រោះកន្លែងគាត់មានបញ្ហាឥឡូវត្រូវរកការងារធ្វើថ្មីទាំងអស់គ្នាសង្ឃឹមថាអូនអនុគ្រោះបងសុំបងការជាខែឲ្យប្អូនវិញដល់ថ្នាក់នេះកុំបាច់តន់ផ្ញើក៏បានដែរបងប្អូនយកយល់បងដែរតើព្រោះបងក៏ធ្លាប់ទិញអីវ៉ាន់ប្អូនច្រើនដែរធ្វើឲ្យប្អូនគិតច្រើនមិនអីទេបងតាមសម្រួលចុះតែលើកក្រោយសូមបងឆាតមកប្អូនមុនម្ដងផងព្រោះរាល់ដងប្អូនអ្នកឆាតទៅបងមុនរហូតចាស់អូនចាំបងឆាតទៅ PR ត្រូវទ្រាំចាំកន្លះខែទៀតទម្រាំស្ត្រីនោះបើកប្រាក់ខែដល់ថ្ងៃកំណត់ដែលស្ត្រីនោះត្រូវបើកប្រាក់ខែហើយត្រូវផ្ញើលុយបងថ្លៃអីវ៉ាន់ PR ទន្ទឹងចាំមើលផ្លូវស្ត្រីនោះទាំងត្រដាបត្រដួសព្រោះនាងក៏តខ្លាំងដែរត្រូវការលុយប្រញាប់ដើម្បីបង្វិលចុះឡើងទិញអីវ៉ាន់លក់ដូរ